សូមជម្រាបសួរបងប្អូនកូនសិស្សទាំងអស់គ្នាថ្ងៃនេះថ្ងៃទី19ខែ8ឆ្នាំ2026យើងមកយកលេខលេបលេខសំណាងរបស់យើងបន្តទៀតណាយើងសូមក្តោបបន្តិចព្រោះមានសំឡេងបនមួយរយៈនេះគឺសំឡេងបនឮរាល់ថ្ងៃតែម្ដងណាបងប្អូនចាហើយមុននឹងនិយាយក៏អរគុណសម្រាប់បងប្រុសដែលគាត់មកពីភ្នំពេញគាត់ជូនយាយចំនួន200000អរគុណចាហើយគាត់សួរយាយការចំនួន80 90នឹងយាយនៅណាជាស្រ័យពេលហ្នឹងក៏យាយភៀងបានឆ្លើយជំនាន់ហ្នឹងក៏យាយអត់តន់កើតទេចាហ្នឹងហើយបងប្រុសអត់តន់កើតទេចាដោយសារពេលហ្នឹងគឺភៀងអត់បានឆ្លើយមួយបងចាហើយយាយអត់អាយុច្រើនទេចាអាយុតិចទេចាតែដោយសារចាស់ជាងវ័យដោយសារទី1ក៏នៅពីក្មេងឈឺច្រើនចាឈឺច្រើនរហូតដល់បច្ចុប្បន្នហើយមួយទៀតគឺញ៉ាំអាហារអត់បានគ្រប់គ្រាន់ញ៉ាំអត់ឆ្អែតហើយបាក់ទឹកដោះផងដោយសារឈឺច្រើនឆ្ងាយពីអ្នកម្ដាយហើយក៏ប្រតិកម្មថ្នាំ2ដងហើយក៏ញ៉ាំថ្នាំទៅខូចធ្មេញចាអញ្ចឹងទៅក៏មើលទៅចាស់ជាងវ័យចាចាស់ជាងម្ដាយចាតែអត់អាយុច្រើនទេជំនាន់ដែលបងប្រុសសួរ8ជាង7អីហ្នឹងគឺអត់តន់កើតទេចា8 9ចាអត់តន់កើតទេចាអញ្ចឹងសម្រាប់លេខរបស់យើងម្សិលមិញគឺយើងបានចូលទាំងលេខបុកត្រង់យើងបានចូលទាំងខ្ទង់អូសវាស់ល្ងាចតែម្ដងចាអញ្ចឹងពីថ្ងៃទៅម៉ោង8កន្លះព្រឹកម៉ោង9កន្លះព្រឹកយាយឈប់អត់អីអារម្មណ៍របស់យាយដូចទៅម៉ោងហ្នឹងទៅជាស្រឡាញ់ម៉ោងមួយហ្នឹងលេខចេញទៅម៉ោងមួយហ្នឹងឥឡូវឈប់អត់ម៉ោងហ្នឹងហើយចាអញ្ចឹងយើងចាប់ដើមអត់ពីម៉ោង10កន្លះរបស់យើងឡើងវិញណាចាហើយវាសនារបស់យាយឥឡូវហ្នឹងគឺមិនច្រើនទេយើងមិញក៏យាយសពឃើញខ្លួនឯងដើរជាមួយនឹងបងដែលគាត់ឆ្នាំកលអាយុ43 44ហ្នឹងក៏លេខមើលមកស្ដាំដៃនោះឃើញបងស្រីម្នាក់គាត់ចិត្តជែកចាដឹងបងកមីងទេគាត់ត្រូវជាសាច់ញាតិរបស់នាងខ្ញុំដែរចាគាត់ចិត្តជែកប្រទេសអូនយើងហ្នឹងអង្គុយចិត្តជែកហ្នឹងអញ្ចឹងទៅគាត់ខ្ទង់50ចា50ជាថ្ងៃគាត់នឹង54 55ចាបន្តមកទៀតក៏យាយនឹកឃើញថាដើរទៅមើលគេលេង52ស្លឹកណាហ្នឹងហើយដើរទៅមើលទៅក៏នឹកឃើញថាស្មាននេះល្ងាចគេឈប់លេងឲ្យដឹងចាតែមកយាយក៏យកនាឡិកាយាយពាក់នាឡិកាហ្នឹងគឺពណ៌ខ្មៅនៅដៃណាចានាឡិកាយាយកាត់50ពណ៌ខ្មៅយាយកាត់9ចាយាយមើលម៉ោងទៅឃើញម៉ោង12:47នាទីតែម៉ោងមើលទៅពេលវេលាស្លឹងមើលទៅវាទៅជាពេលល្ងាចចានឹងយាយសពលើកទី1លើកទី2នោះក៏សពឃើញដើរជាមួយក្មេងប្រុសម្នាក់ហើយខ្មោចលងមិនអីក៏រត់ហើយជួយខឹងដេញចេញពីផ្ទះអីចឹងទៅចាហើយឃើញមានទឹកមានអីចឹងទៅតែអានឹងយាយអត់យកទេយាយយកប្រស្នាទី1ចាហើយសម្រាប់លេខដែលយាយផ្ដល់ឲ្យគឺមាន17 19 12ហើយនឹង59លេខពិសេសរបស់យើងគឺ12ចាសម្រាប់3លេខរបស់យើងយកម្សិលមិញចា245ចាម្សិលមិញ10005របស់យើងក៏ចេញដែរណាចាចេញសិតសឹងតែម៉ោងដែលកូនសិស្សអត់លេងតែម្ដងចាអញ្ចឹងដូចយើងនិយាយចឹងក៏យើងមកអ៊ុតចាប់ពីម៉ោង10កន្លះឡើងវិញចាយើងសេរីយកម៉ោងធម្មតាដូចយើងពីមុនមកវិញចាឈប់លូតម៉ោង8កន្លះ9កន្លះហើយលូតម៉ោងហ្នឹងចេញតែម៉ោងហ្នឹងឯងប្រហែលថ្ងៃហើយចាហើយក៏យាយអធិស្ឋានសម្រាប់បងប្អូនកូនសិស្សមួយរយៈនឹងផងដែរយាយក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចព្រោះលេខវាចេញតែម៉ោងដែលកូនសិស្សអត់លេងចាយាយក៏មិនអាចទៅព្យាបានចាអញ្ចឹងយាយសូមអធិស្ឋានមែនតើណាចាហើយក៏ជូនពរបងប្អូនកូនសិស្សទាំងអស់គ្នាក្នុងថ្ងៃហ្នឹងក៏មានលេខមានជ័យហេងចាប់ពីម៉ោង10កន្លះព្រឹករហូតដល់ម៉ោង8កន្លះយប់យើងយកលេខធម្មតារបស់យើងឡើងវិញក៏ជូនពរហេងមានលេខមានជ័យសំណាងល្អទាំងអស់គ្នាផងដែរចាអរគុណ